វិដែល happy ចាសាខាដែលជាក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាបានធ្វើការបន្តប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកដល់អតិថិជនរបស់ខ្លួននៅរសៀលថ្ងៃទី13ខែមិថុនានេះក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃដល់អតិថិជនរបស់ខ្លួនចំនួន2រូបបន្តទៀតគឺលោកកែនសុគន្ធជាកសិករមានទីលំនៅភូមិអាចារ្យលក្ខណ៍ឃុំត្រពាំងរិស័យស្រុកកំពង់ស្វាយខេត្តកំពង់ចាមដែលបានឈ្នះទឹកប្រាក់$20,000សហរដ្ឋអាមេរិកកាលពីថ្ងៃទី11ខែមិថុនាកន្លងទៅនេះជារង្វាន់ផ្ទួនគ្នាចំនួន2ថ្ងៃខណៈពុំមានអ្នកឈ្នះកាលពីថ្ងៃទី10និងម្នាក់ទៀតគឺលោកសួនបូនីមុខរបរជាអ្នកបញ្ចូលភ្លេងទូរស័ព្ទដៃមានទីលំនៅបច្ចុប្បន្នរស់នៅភូមិដើមស្ដៅឃុំពងរោស្រុកកោះសតិនខេត្តកំពង់ចាមដែលបានឈ្នះទឹកប្រាក់ចំនួន$10,000សហរដ្ឋអាមេរិកកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2014ម្សិលមិញនេះការប្រគល់រង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Cellcard បានចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃជាថ្មីបន្តទៀតសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល15ថ្ងៃបន្ថែមទៀតគឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី15មិថុនាឆ្នាំ2014នៅពេលខ្ញុំទៅរង្វាន់ពេលនោះខ្ញុំអត់នៅកំពុងតែហូបបាយស្រាប់តែទូរទស្សន៍ឬប្រិមិត្តដែលគេប្រាប់ខ្ញុំថាគេខលទៅខ្ញុំថាលេខទូរស័ព្ទ012 346310ពុតនឹងត្រូវរង្វាន់ Cellcard ចំនួន$20,000ពេលនោះខ្ញុំសប្បាយរីករាយណាស់សូម្បីតែគ្រួសាររបស់ខ្ញុំហក់លោតសប្បាយនៅពេលដែលដឹងថាគ្រួសាររបស់ខ្ញុំទូរស័ព្ទរបស់ខ្ញុំត្រូវរង្វាន់ Cellcard ខ្ញុំបានខលតលេខ8888លុះដល់ពេលយប់ឡើងទើបមានលេខផ្លែខលមកខ្ញុំគេប្រាប់ខ្ញុំថាខ្ញុំត្រូវរង្វាន់ហើយឈ្នះ$10,000ប៉ុន្តែខ្ញុំអត់បានជឿគេទេព្រោះអីខ្លាចគេលេងសើចដល់ពេលបន្ទាប់ពីនោះទៅក៏មានលេខជាច្រើនហោហែខលមកប្រាប់ខ្ញុំថាខ្ញុំបានត្រូវរង្វាន់$10,000មែនលុះដល់ព្រឹកឡើងទើបគេនិយាយតគ្នាទើបខ្ញុំជឿថាខ្ញុំពិតជាឈ្នះរង្វាន់ទឹកប្រាក់$10,000មែនបាទសូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុន Cellcard អតិថិជនរបស់ Cellcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់លេខ8888ឬខលទៅកាន់លេខ8888ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិងខលមួយដងនិងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង7ល្ងាចចាព័ត៌មានអភិវឌ្ឍនៅថ្ងៃនេះបានឈានចូលដល់ទីបញ្ចប់អរគុណលោកអ្នកសម្រាប់ការតាម